គេដើម្បីរក្សាបញ្ញានេះកុំឲ្យវង្វេងសពថ្ងៃមនុស្សចាស់ខ្លះមួយទៅ10តម្រងបើមិន10ទេ1ទៅ5អីចឹងទៅខ្ញុំអត់ទេណាមិនទាន់ដល់ប៉ុណ្ណោះទេ98ហើយពួកខ្ញុំរក្សាមូលដ្ឋានរបស់ខ្ញុំគឺខ្ញុំកុំចង់ពេកមកហើយឬខ្ញុំចង់ពេកខ្ញុំទី2ខ្ញុំអានរួចសរសេររួចហើយយកមកនិយាយប្រាប់នេះគោលបំណងដែលបង្រៀនសពដល់ថ្ងៃនេះដើម្បីរក្សាជីវិតកុំឲ្យខ្លាចទៅជាជនរង្វេងអានរួចហើយកត់ឲ្យមកនិយាយប្រាប់ដើម្បីរំលឹកអានេះឲ្យតែគោលបំណងមកបង្រៀននេះគោលបំណងធំមិនចោះទេគិតអានទៅផឹកណាស្អីណាខ្ញុំអត់មានទេណាអានេះមូលដ្ឋានជីវសាស្ត្រមូលដ្ឋានចិត្តសាស្ត្រ2ដើម្បីរក្សាជីវិតគឺមានគោលការណ៍មួយទៀតគឺមូលដ្ឋានជីវសាស្ត្រមូលដ្ឋានជីវសាស្ត្រនោះសំខាន់ណាស់ក្នុងជីវិតមនុស្សនឹងហើយខ្ញុំកណ្ដាលមួយជីវិតទល់ថ្ងៃងាប់ពីកើតមកដល់ថ្ងៃនេះខ្ញុំមិនដែលប្រឹកស្រាមកតំណទេលក្ខណៈពិសេសរបស់ខ្ញុំគឺអាហ្នឹងអញ្ចឹងធ្វើឲ្យខ្ញុំមានអាយុ93ឆ្នាំមិនវង្វេងមិនភ្លេចមិនអីទាំងអស់មិនភ្លេចទេប៉ុន្តែបើតាមវ័យតិចតួចនេះចាំឲ្យច្បាស់ខ្ញុំអានេះជាមូលដ្ឋានដែលខ្ញុំបានរក្សាទុកយូរហើយទី1គឺណាចិត្តសាស្ត្ររួចហើយណាជីវសាស្ត្រគឺខ្ញុំបានមូលដ្ឋានចិត្តជីវសាស្ត្រការទទួលទានគឺខ្ញុំមួយជីវិតតាំងពីថ្ងៃកើតដល់ថ្ងៃនេះខ្ញុំមិនដែលផឹកស្រាមួយចំណោះទេពុទ្ធណាគោលការណ៍របស់ព្រះអង្គណាបញ្ញត្តិ5មូលដ្ឋាន8គោលដៅ2ខ្ញុំចង់សង្ខេបប៉ុណ្ណឹងខ្ញុំមិនមែនជាអ្នកបួសបណ្ឌិតអីទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំបណ្ឌិតខ្ញុំតាំងจากពុទ្ធមានបញ្ញត្តិ5មូលដ្ឋាន8គោលដៅ2មានប៉ុណ្ណឹងទេរបស់ពុទ្ធធ្វើតាមតែពុទ្ធប៉ុណ្ណឹងទៅមនុស្សល្អហើយបើមិនមែនណាអា8ក៏មិនបានធ្វើអាបញ្ញត្តិ5ក៏មិនបានធ្វើបញ្ញត្តិ5អាសំខាន់ជាងគេអូភិចកោះឡើងអាស្ងាញ់គួរណាស់ខ្ញុំអត់ទេណាតាំងពីថ្ងៃកើតរហូត